បាទជំរាបសួរបងប្អូនទាំងអស់គ្នាចេញពីកន្លែងកសិដ្ឋានឬក៏កន្លែងចិញ្ចឹមព្រាបបងប្អូនណាចេញកន្លែងចិញ្ចឹមព្រាបហើយព្រាបនេះគឺអត់ដូចព្រាបយើងធម្មតាដែលយើងឃើញនៅតាមវត្តឬក៏តាមផ្ទះមួយចំនួនទេណាបាទព្រាបនេះគឺជាព្រាបពូជល្អមែនតើបងប្អូនព្រាបពូជល្អមែនតើហើយព្រាបនេះទៀតសោត1ចូលចិត្ត2គីឡូបងប្អូននេះមើលណាបងប្អូនណាបាទ1ចិត្ត1គីឡូច្រឡំសំទោសបងប្អូនទាំងគ្នា1ចិត្ត1គីឡូបងប្អូនណាបាទធំហើយសាំងបងប្អូនហើយនេះគឺគេការចាំព្រៀបមួយប្រភេទដែលបងប្អូនមួយចំនួនគាត់អត់សូវចាប់អារម្មណ៍តែធៀបពិតការចិញ្ចឹមព្រៀបនេះបើសិនជាយើងចេះធ្វើទីផ្សារគឺសម្បូរបងប្អូនសម្បូរអ្នកចង់បានសម្បូរអ្នកទិញណាបាទហើយមានគ្រប់ពណ៌បងប្អូនមានសមានខ្មៅមានប្រផេះមានពណ៌រៀងក្រហមអញ្ចឹងណាបាទហើយនេះច្រើនណាកូនតំញាស់ថ្មីបងប្អូនកូនតំញាស់ថ្មីទៀតបាទហើយព្រៀបនេះបើយើងមកគូបើតាមខ្ញុំដឹងកាលពីគាត់ទិញមកដូចជាមួយគូជិត 100000បងប្អូនណាមកគូណាហើយឥឡូវនេះបានច្រើនបងប្អូនច្រើនធំបងប្អូនអើយធំនេះបាទធំណាចង់ប៉ុនមាន់ណាបងប្អូនបាទហើយគឺការចិញ្ចឹមព្រៀបបើសិនជាយើងធ្វើឲ្យម៉ត់ចត់យើងច្បាស់លាស់ក៏ជាមុខរបរមួយយើងអាចរកចំណូលបានដែរបងប្អូនព្រោះថាព្រៀបនេះគឺស្មាតទោសរបស់គេយកទៅធ្វើជាសម្រាប់ទទួលទានណាសាច់វាផុយល្អសាច់ផុយបងប្អូនបាទហ្នឹងហើយបងប្អូនអ្នកគ្នាបើគេទិញយកទៅចិញ្ចឹមក៏ស្អាតដែរបងប្អូនឃើញទេអត់ប៉ុណ្ណាទេបងប្អូនបាទនេះគឺជាកូនតំញាស់បងប្អូននេះកូនតំញាស់បាទនេះបងប្អូនកូនដែលទើបតែញាស់បងប្អូនណាហើយវាស្រឡាញ់ណាឃើញខ្ញុំចាប់អញ្ចឹងគឺបងប្អូនវាហើមកក្រេកដាខ្លាចយកកូនវេទនាតន័យអញ្ចឹងណាបាទនេះបងប្អូនធំណាបងប្អូននេះទើបតែញាស់ទេបងប្អូនទើបតែញាស់ទេបាទទើបតែញាស់ទេហើយមកបងប្អូនពេលមេគេហើមកក្រេកដាខ្លាចខ្ញុំចាប់ណាបាទបងប្អូនស្រឡាញ់ព្រៀបបងប្អូនចង់ចាំព្រៀបអីបងប្អូនអាចចាំបានបងប្អូនបាទនេះមកមេគេនេះមេគេណាបាទនេះកូនញាស់បាន2ឥឡូវពងថែមទៀតបងប្អូនពងថែមទៀតហើយបាទអញ្ចឹងបើសិនជាបងប្អូនអញសัตว์ព្រៀបស្រឡាញ់អីចង់ចិញ្ចឹមគ្រាន់តែលម្អឬក៏ចិញ្ចឹមដើម្បីជាអាជីវកម្មឯងបងប្អូនអាចតាក់ទងបានរកមេពូជនេះបានបងប្អូនណាបាទតម្លៃលក់សមរម្យសម្រាប់បងប្អូនដែលចង់បានបងប្អូនបាទហើយនៅនេះមានយីមានឈ្មោះគ្រប់បងប្អូនចង់បានអាចិត្តពងក៏បានអាពងអាទៅតែញាស់ស្ទង់ក៏បានដែរបងប្អូនបាទឃើញទេបងប្អូននេះបាទនេះឈ្មោះធំបងប្អូននេះក៏អុកបាទហ្នឹងហើយបងប្អូនដល់គ្នាបាទបើស្រឡាញ់បើចាប់អារម្មណ៍បងប្អូនអាចខមមិនឆាតសួរបានអំពីតម្លៃខ្ញុំនឹងសួរម្ចាស់កន្លែងឲ្យបងប្អូនអាចទិញជាមួយនឹងម្ចាស់ព្រោះខ្ញុំបានតែធ្វើវីដេអូចែកម្លែកបងប្អូនដល់គ្នាទេហើយខ្ញុំអត់កាត់តម្លៃក៏ខ្ញុំអត់ចុះចំណេញទៅលើដែរបាទនេះបើសិនជាបងប្អូនចង់បានពូជនេះណាហើយបញ្ជាក់ថាពូជនេះអត់ដូចពូជព្រៀបនៅតាមវត្តតាមផ្ទះមួយចំនួនទេបាទគឺជាពូជព្រៀបចិញ្ចឹមលម្អសម្រាប់ចិញ្ចឹមលម្អបងប្អូនណាបាទនេះមើលស្អីស្អាតណាបងប្អូននេះស្អីស្អាតណាបងប្អូននេះស្អីស្អាតមកបាទស្អាតណាបងប្អូនឃើញទេនេះគេតំរឹមមកមួយទៀតបងប្អូនស្អីស្អាតបាទហ្នឹងហើយបងប្អូនដល់គ្នាចែករំលែកបងប្អូនដល់គ្នាមើលប៉ុណ្ណឹងបើសិនជាចាប់អារម្មណ៍ក្នុងការចិញ្ចឹមព្រៀបលម្អគេអដ្ឋានឬក៏ដើម្បីជាការកំសាន្តអារម្មណ៍ឬក៏បងប្អូនទិញទៅធ្វើអាជីវកម្មអីបងប្អូនអាចតំណែងបានចិញ្ចឹមធ្វើជាមេពូជសម្រាប់ថ្ងៃក្រោយណាបាទអត់មានតែការផ្ដល់វីដេអូជូនបងប្អូនដល់គ្នាហើយការគិតយ៉ាងណាធ្វើយ៉ាងណាអាស្រ័យទៅលើបងប្អូនដល់គ្នាគិតឃើញនឹងការចាប់អារម្មណ៍បាទតែព្រៀបនេះមិនថោកទេបងប្អូនមកគូគឺ100000រៀលនេះណាវាអាចលើសហ្នឹងទៅតាមទីផ្សារបងប្អូនបាទហើយយកទៅធ្វើអីអាហ្នឹងជារឿងផងបងប្អូនខ្ញុំអត់ចង់បង្ហាញផ្លូវទេព្រោះថាពេលខ្លះយើងបង្ហាញផ្លូវទៅវាអាចមានបាបដល់ខ្ញុំណាអញ្ចឹងបងប្អូនយកទៅធ្វើអីក៏បានដែរបាទធំមួយចាប់ពី8ខាំ9ខាំ7ខាំខ្លះបើបាធំនោះអាច1គីឡូបងប្អូនបាទអរគុណច្រើនបងប្អូនដល់គ្នាសម្រាប់ការ share វីដេអូរបស់ខ្ញុំសង្ឃឹមថាបងប្អូននឹងជួយ share វីដេអូរបស់ខ្ញុំបាទជួយ follow page របស់ខ្ញុំបាទរឌីផងហើយនឹងជួយឲ្យបេះដូងឲ្យមេដៃម្នាក់មួយផងបងប្អូនណាបាទ share
จัดตุกแต่การเลือกแต่จัดดักยมบ้าของการฟูวิดีโอต่อที่วิดีโอได้ช่วยบางโอนดักเนี้ยการจำโน้ตการตรวจบ่าออยเบดงจัดตุกทาบางโอนดอกได้สลายจากยมบ้าดอกได้ไม่ตาดักยมบ้านออยไม่ได้มีแต่บางโอนโจจัดยมบ้านโจจัดรอบอันโจจัดการสลายจีบยมบ้านจีจงกราวยมบ้านราดีสมลึกเรียมได้ออกคนบางโอนดอกเรียจุ่มเรียบเรียสกสบายบางโอนนะออกคนเจ้าบ๊ายบาย